ខ្ញុំឈ្មោះលីស៊ីវ៉ាងក្នុងនាមជាសិស្សវិទ្យាល័យក្រីក្រប៉ុន្តែមានអំណោយទានក្នុងការសិក្សានៅខេត្តសុបិនដ៏ធំបំផុតរបស់ខ្ញុំគឺចូលរៀននៅសាកលវិទ្យាល័យ Tsinghua ឬ Peking University ហើយបន្ទាប់មកប្រឡងចូលបំផុតក្នុងការចុះបញ្ជីគ្រួសារនៅទីក្រុងប៉េកាំងប៉ុន្តែខ្ញុំមិនមានពិន្ទុគ្រប់គ្រាន់ទេពិន្ទុមិនគ្រប់គ្រាន់ទេ550ពិន្ទុពួកគេមិនអាចសំបីតែចូលទៅក្នុងកម្ពូល100នៅក្នុងខេត្តឆេនខ្ពស់មិននិយាយពីភាគខាងជើងទីក្រុងប៉េកាំងទេគ្រាន់តែនៅពេលដែលខ្ញុំនៅទីបញ្ចប់នៃប្រាជ្ញារបស់ខ្ញុំដំណឹងល្អហួសចិត្តតាមពិតអ្នកមកពីគ្រួសារអ្នកមានដ៏ល្បីល្បាញនៅក្នុងមរតកពិតប្រាកដដែលត្រូវបានសង្សឹកកញ្ញាមិនអីទេម្សិលមិញកញ្ញាលីនសូមរងចាំនៅទីនេះមួយផ្លែតអូឥឡូវនេះមើលទៅពួកគេកំពុងបន្តមេស្វាងតើអ្នកកំពុងធ្វើអ្វីអ្នកចង់ឈប់រៀនខ្ញុំមកពីគ្រួសារវជនយោធាស្នងមរតកពិតប្រាកដដែលត្រូវបានសង្សឹកកុមារតូចក្រីក្រខ្ញុំនឹងប្រឡងចូលមហាវិទ្យាល័យយោធាលោកគ្រូយិនសៃវ៉ាងនៅក្នុងប្រឡំលោកឪពុកម្ដាយអ្នកមានតែងតែផ្ដល់ការគាំទ្រដល់ខ្លួនខ្លាំងខ្លាយកុំបារម្ភអីចុះខ្ញុំវិញពួកគេមិនខ្វល់អ្វីទាំងអស់ថាតើពួកគេល្អតែនឹងការចុះបញ្ជីផ្ទះមិនស្វែងរកមនុស្សទេបន្ទាប់ពីខ្ញុំបញ្ចប់ការប្រឡងចូលមហាវិទ្យាល័យខ្ញុំនៅទីនេះសម្រាប់ការស្នាក់នៅទីក្រុងប៉េកាំងរបស់ខ្ញុំអត្ថន័យម៉ាក់និងប៉ាសូមអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំមិនសមនឹងនៅក្នុងផ្ទះនេះទេក្មេងល្អនេះកុំបារម្ភថាគាត់មិនអាចប្រៀបធៀបជាមួយអ្នកបានទេអ្នកគឺជាកូនស្រីដែលម្ដាយរបស់អ្នកបានចិញ្ចឹម 3-4 ឆ្នាំមកហើយនេះគឺតែជាលោកស្រីស៊ូម្ដាយបង្កើតរបស់ខ្ញុំបើលេងសង់ល្អចំពោះអ្នកយើងគ្រាន់តែត្រូវមើលថែគាត់ប៉ុន្តែបើគាត់ហ៊ានធ្វើបាបអ្នកបន្ទាប់មកយើងនឹងបណ្ដេញគាត់ចេញបន្ទាប់ពីគាត់មានអាយុនេះមើលទៅដូចជាស៊ូអើជំរាបសួរកុំតូចចិត្តតើកអ្នកខាងក្រៅគឺមានន័យដូចនេះបរិះចាស់ទុំដែលតែងខ្លួនមានទឹកដមសម្លេងពីរោះច្បាស់ជាបងស៊ូហេតុអ្វីតើនេះជាការបង្ហាញកម្លាំងទេអូមគួរឲ្យធុញណាស់ខ្ញុំចង់ប្រើពេលទំនេរនេះដើម្បីដោះស្រាយបញ្ហាអនុវត្តបន្ថែមទៀតតោះជែកគ្នាលេងពេលយើងរួចរាល់រងចាំមួយផ្លែខ្ញុំទើបតែរកឃើញចម្លើយចំពោះបញ្ហាតើអ្នកកំពុងធ្វើពុតដើម្បីអ្វីខ្ញុំគួរព្យាយាមបង្ហាញខ្លួនឯងជាសិស្សកម្ពុជាទេអនុញ្ញាតឲ្យខ្ញុំមើលអ្វីដែលវានិយាយអូរំខានណាស់ខ្ញុំមិនអាចសរសេរវាបានទេសូវ៉ាងកុំរៀននៅក្នុងបន្ទប់ទទួលភ្ញៀវនៅពេលក្រោយតារាងនៅទីនេះគឺទីមិនស្រួលក្រៅពីនេះមនុស្សគ្រប់គ្នាកំពុងរងចាំអ្នកមានអារម្មណ៍សោកស្ដាយខ្ញុំគិតថាអ្នកទាំងពីរនឹងជេរគ្នាយូរជាងនេះបន្តិចលើសពីនេះទៀតខ្ញុំមិនមានបន្ទុកទេនោះហើយជាមូលហេតុដែលខ្ញុំសរសេរនេះពេលនារីម្នាក់មកដល់ខ្ញុំក៏មិនដឹងថាត្រូវនិយាយអ្វីដែរក្រវៃក្មេងសុំទោសកំហុសរបស់ខ្ញុំសុំទោសម៉ាក់វាជាកំហុសរបស់ខ្ញុំល្អវាមិនមានអ្វីតាក់ទងនឹងអ្នកទេជំនាញសម្ដែងដ៏អាក្រក់បែបនេះសូម្បីតែគ្រួសារអភិជនក៏មានកម្រិតទាបដែរនាងមានអាកប្បកិរិយាគួរសមប៉ុន្តែគាត់មកពីជនបទវាជារឿងជៀសមិនរួចដែលមានទម្លាប់អាក្រក់មួយចំនួនការទៅសាលាពេទ្យពេលនេះមិនសមរម្យទេអ្នកគួរតែរៀនច្បាប់របស់គ្រួសារស៊ូឲ្យបានត្រឹមត្រូវសរសេរទាំងអស់នេះចុះលោកយីលៀងខ្ញុំស្អប់សម្លេងលោកមិនអាចមើលដោយផ្ទាល់បានទេការអោននៅមុំ90ដឺក្រេលោកជំទាវទី2ស៊ុបត្រូវបានដាំឲ្យពុះជាមួយទឹកនីតិក្រដៅនៅម៉ោង 5 ព្រឹកត្រាំជើងក្នុងទឹក45ដឺក្រេនៅពេលយប់ទីយាតស្ត្រីមានទ្រព្យ$3,000 លានរូបនេះចូលចិត្តបោកប្រាស់លុយដោយញ៉ាំពងទាស្ងោរតើនេះនៅតែជាពិភពនៃកុមារភាពរបស់ខ្ញុំទេវាពិតជាមិនសមហេតុផលសោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រូវគេធ្វើបាបនៅក្នុងពិភពប្រឡំលោកមានអារម្មណ៍សោកស្ដាយខ្ញុំមិនចង់ទៅទេខ្ញុំមកគ្រួសារស៊ូដើម្បីរៀបចំខ្លួនឲ្យបានល្អសម្រាប់ការប្រឡងចូលមហាវិទ្យាល័យទីនេះដើម្បីបោះបង់ការសិក្សាហើយខ្លាចជាអ្នកបម្រើបន្ទាប់មកខ្ញុំនឹងចាក់ចេញតើអ្នកកំពុងនិយាយអ្វីវាជាកំហុសរបស់មេផ្ទះគាត់បានអនុម័តច្បាប់សម្រាប់អ្នកបម្រើកុំខឹងចង់ការពារស៊ូសេវាតែងតែមិនអីទេប្រសិនបើអ្នកមិនបង់ប្រាក់អ្វីមួយតើខ្ញុំអាចសុំការអភ័យទោសបានទេអ្នកនិយាយខ្ញុំចង់ទៅសាលាស៊ូសេ
ល្អបន្ទាប់មកអ្នកត្រូវអនុវត្តតាមក្រឹត្យរបស់អធិរាជដោយប្រុងប្រយ័ត្នកុំបង្កបញ្ហាខ្ញុំបានឮថាគ្រូបង្រៀនទាំងអស់នៅសាលានេះគឺជាសិស្សកម្ពុជាដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីដូចជាខ្ញុំពិតជានឹងប្រសើរឡើងច្រើននៅពេលនេះប៉ាតើយើងមិនយល់ស្របលើបងស្រីសំណប់របស់ខ្ញុំហេតុអ្វីបានជាលេងសៅវងរងនៅភាពអយុត្តិធម៌យ៉ាងនេះពេលគាត់មកដល់បងប្រុសច្បងកុំនិយាយនេះមិនដែលជារបស់ខ្ញុំទេបងស្រីខ្ញុំនឹងមិនប្រកែកជាមួយអ្នកទេខ្ញុំនឹងចាក់ចេញពីគ្រួសារស៊ូមិនចាំបាច់ទេអ្នកគឺជាស៊ូពិតប្រាកដអត្ថន័យខ្ញុំបានយកកន្លែងរបស់អ្នកទេនៃដើមឡើយនេះគឺជាផ្ទះរបស់គាត់ចង់ដកគាត់ចេញអ្នកគឺប្លែកស៊ូជីយីខ្ញុំមិនមែនទេយោពមប្រសិនបើអ្នកចង់ធ្វើសកម្មភាពបន្តមកធ្វើសាររបស់ខ្ញុំទើបតែកាត់ឡើងនីតិ Crowder នៃឆ្នាំទី4នៃ Kingley លោក Feng Zhe យើងត្រូវបានគេទម្លាក់តំណែងជា Prefector Belling នៅឆ្នាំក្រោយស្ថិរភាពនយោបាយនិងភាពសុខដុមរមនាក្នុងសង្គមនឹងមានអ្វីគ្រប់យ៉ាងកំពុងត្រូវបានសាងសង់ឡើងវិញដូច្នេះយាកយ៉ាងត្រូវបានសាងសង់ឡើងវិញនោះជាសិទ្ធិយើងធំឡើងជាមួយគ្នានេះពិតជាផ្ទះរបស់អ្នកសៃវងត្រូវបានកំណត់ម៉ាក់និងប៉ាបានផ្លាស់ប្ដូរអ្នកគាត់ក៏គ្មានកំហុសដែរនេះជាផ្ទះរបស់គាត់តើអ្នកអាចចុះសម្រុងជាមួយគាត់បានទេអ្នកនឹងត្រូវសួរគាត់អំពីរឿងនោះខ្ញុំគ្មានសិទ្ធិនិយាយអ្វីនៅក្នុងគ្រួសារនេះទេគាត់គឺជាមនុស្សម្នាក់ដែលគ្រប់គ្រងទំនាក់ទំនងរបស់យើងតើវាមានន័យយ៉ាងណាយើងអយុត្តិធម៌ចំពោះអ្នកបរិសម្នាក់នេះអស់ចិត្តហើយមែនទេតើនោះជារូបរាងបែបណាហេឆាវស៊ីងជីតើអ្នកត្អូញត្អែថាយើងលំអៀងទេតើអ្នកនៅតែបន្ទោសយើងដែលបាត់បង់អ្នកមែនទេអ្នកមិនចាំបាច់ប្រើ software ដើម្បីបិទបាំងការពិតនោះទេខ្ញុំអាចយល់ពីការនិយមរបស់អ្នកខ្ញុំក៏មានសាច់ញាតិជាច្រើននៅក្នុងមណ្ឌលកុមារកំព្រាដែរនៅពេលដែលអ្នកមានចំនួនជាមួយពួកគេខ្ញុំនឹងការពារពួកគេផងដែរប៉ុន្តែហេតុអ្វីបានជាយើងមិនគួរការពារ Sugan តើអ្នកតាំងចិត្តឲ្យគាត់ការពារអ្នកទេវាហាក់ដូចជាគ្មានន័យអ្វីទេក្នុងការព្យាយាមវែកញែកជាមួយពួកគេប៉ុន្តែ Sushie ត្រូវបានចិញ្ចឹមដោយអ្នកគួរតែយល់ពីគាត់ប្រសិនបើគាត់ពិតជាចង់ចាក់ចេញពួកគេនឹងខ្ចប់កាបូបរបស់ពួកគេហើយចាក់ចេញនោះឲ្យការបង្ខំឲ្យខ្ញុំជ្រើសរើសដូច្នេះអ្នកពិតជាចង់ចាក់ចេញមែនទេសូមអភ័យទោសខ្ញុំគួរតែចាក់ចេញខ្ញុំនឹងចាក់ចេញដោយខ្លួនឯងល្អចាប់តាំងពីអ្នកស្មោះត្រង់បន្ទាប់មកខ្ញុំនឹងយកវាទៅជំនួសអ្នកតើបន្ទប់មួយណារបស់ស៊ូជីយីរឿងដំបូងគឺនៅជាន់ខាងលើខ្ញុំនឹងឡើងទៅជាន់លើហើយជួយអ្នកខ្ចប់អីវ៉ាន់របស់ទីនេះហេតុអ្វីមិនក៏សាហាវម្លេះពួកគេបានបណ្ដេញប្អូនស្រីខ្ញុំចេញភ្លាមនៅពេលពួកគេមកដល់ផ្លាញ់គ្រួសារស្មីរបស់ខ្ញុំចាក់ចេញពីពួកយើងមនុស្សជាទីស្រឡាញ់របស់អ្នកគាត់អាចរស់នៅដោយរបៀបណាទោះខឹងយ៉ាងណាក៏មិនអាចវាយអ្នកណាបានដែរស៊ូឆៃបាននិយាយថាគាត់ជាមនុស្សស្មោះត្រង់ទទួលខុសត្រូវចំពោះជំរឿនរបស់អ្នករាចិត្តល្អពេកហើយគាត់យំតើវាអាចជាការស្ម័គ្រចិត្តដោយរបៀបណាអ្នកមិនគួរដាក់សម្ពាធគាត់ទេគាត់ក៏ជាជនរងគ្រោះផងដែរដឹងថាឪពុកម្ដាយរបស់ឆៃអាក្រក់ប៉ុណ្ណាទេអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញតើអ្នកអាចរស់នៅដោយរបៀបណាខ្ញុំក៏មិនចង់បានវិធីសាស្ត្រនេះដែរខ្ញុំក៏មិនអាចដែរស្រមុកអរគុណណាស់ខ្ញុំមិនមែនជាអ្នកដែលបានបដូរពីកំណត់ទេប្រសិនបើវាជាមិត្តល្អបំផុតរបស់ខ្ញុំគួរតែយំពីអារម្មណ៍ខុសហើយពេលនោះខ្ញុំនឹងត្រូវលួងលោមពួកគេហេតុអ្វីស៊ូជីយីពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកចាក់ចេញទេអ្នកក៏មិនចង់ចាក់ចេញដែរគ្មាននរណាម្នាក់បង្ខំអ្នកទេហេតុអ្វីបានជាអ្នកធ្វើដូចអ្នកធ្វើខុសអ្នកមានចិត្តល្អណាស់ហេតុអ្វីអ្នកមិននិយាយពាក្យពីរបីដើម្បីការពារខ្ញុំអ្នកគ្រាន់តែបង្កើនចំនួនអ្នកចង់ឲ្យខ្ញុំស្គាល់កន្លែងរបស់ខ្ញុំអ្នកគ្រាន់តែបង្ហាញពីការស្រឡាញ់ដែលអ្នកទទួលបានតើអ្នកកំពុងជេរប្រមាថអ្វីបងស្រីជីរបស់យើងគឺជាជនរងគ្រោះនាងជាព្រះនាងតូចអស់រយៈពេល17ឆ្នាំខ្ញុំត្រូវបានអាជ្ញាធរហិង្សានៅខែបោះទៅក្នុងមណ្ឌលកុមាររងគ្រោះគោលបំណងគឺដើម្បីផ្ដល់ផលប្រយោជន៍ផងដែរទោះបីជាគាត់មិនត្រូវបានគេរាយការណ៍ខុសក៏នឹងមិនត្រូវបានគេបោះចោលទេដោយសារតែពួកគេជាឪពុកម្ដាយបង្កើតរបស់គាត់នឹងស្រមុកពួកគេល្ងងណាស់ខ្ញុំក៏ល្ងងដែរពួកគេពិតជាព្យាយាមបញ្ចុះបញ្ចូលពួកគេខ្ញុំហត់នឿយពីការធ្វើដំណើរពេញមួយថ្ងៃខ្ញុំចង់ត្រឡប់ទៅបន្ទប់ខ្ញុំវិញដើម្បីសូមដឹកនាំផ្លូវស្រោមជើងវាហាក់ដូចជាមានបន្ទប់ជាច្រើនតើអ្នកចូលចិត្តមួយណាអាយ៉ាបន្ទប់ធំប៉ុណ្ណាពេលនៅក្នុងមណ្ឌលកុមារកំព្រាមិត្តល្អបំផុតរបស់ខ្ញុំនិងខ្ញុំត្រូវរស់នៅក្នុងបន្ទប់ទុកទំនិញបន្ទាប់ពីចាប់ផ្ដើមរៀនយើងបានគេងក្នុងបន្ទប់ស្នាក់នៅសម្រាប់មនុស្ស12នាក់មានតែនៅជីដូនប៉ុណ្ណោះខ្ញុំមានតែបន្ទប់តូចមួយប៉ុណ្ណោះបន្ទប់ទាំងនេះតើខ្ញុំគួរជ្រើសរើសមួយណា
បងស្រីនេះជាអ្វីដែលខ្ញុំជំពាក់អ្នកអាចនៅក្នុងបន្ទប់របស់ខ្ញុំប្រសិនបើអ្នកចង់កម្មវិធីនេះបានបើកម្ដងទៀតហើយវាមិនដែលបញ្ចប់ឡើយរបស់យើងជាកូនដ៏ល្អម្នាក់យាយខ្ញុំក៏ធ្លាប់លួងលោមខ្ញុំបែបនេះដែរខ្ញុំក៏ជាទីស្រឡាញ់របស់លោកយាយដែរអូមកុំគិតអំពីវាកុំគិតអំពីវាមីងបានត្រៀមខ្លួនមិនឲ្យគេស្រឡាញ់នៅពេលនាងមកកាន់គ្រួសារស៊ូខ្ញុំចង់រៀនខ្លាំងទទួលបានការចុះបញ្ជីគ្រួសារនៅទីក្រុងប៉េកាំងសិក្សារកលុយចិញ្ចឹមខ្លួនឯងបាទនេះគឺជាបន្ទប់ដែលមានជំនាញវិជ្ជាជីវៈជាមួយនឹងរចនាប័ទ្មបន្ទប់ជាច្រើនដែលមានស្រាប់ហើយដែលបានពីរឿងនេះមែនទេលីយ៉ូស្ថិតក្នុងស្ថានភាពដ៏អាក្រក់មួយវាតាមវិធីផ្សេងយើងមិនអាចប្រងើយកន្តើយនឹងអារម្មណ៍របស់អ្នកដែលមានវិជ្ជាជីវៈនោះទេអ្នកអាចទុកបន្ទប់សម្រាប់ខ្លួនអ្នកនៅថ្ងៃអនាគតចូលធ្វើរឿងដែលអ្នកមិនចង់ធ្វើឲ្យតិចជាងមុនដើម្បីឲ្យអ្នកដទៃបានឃើញទេខ្ញុំមិនមានម្ដាយទេបន្ទប់ទាំងនេះសុទ្ធតែមានការតុបតែងដូចគ្នាខ្ញុំនឹងជ្រើសរើសមួយនៅជាន់ខាងលើទីតាំងល្អអូយ៉ាងហោចណាស់វាស្ងាត់និងស័ក្តិសមសម្រាប់ការសិក្សាដូចគ្នានឹងការតុបតែងយើងមិនដឹងថាអ្នកចូលចិត្តស្ទីលអ្វីទេបន្ទាប់ពីអ្នកចូលប្រាប់ខ្ញុំពីអ្វីដែលអ្នកចង់បានទាំងអស់នេះអាចត្រូវបានបន្ថែមល្អស្រោមជើងតើអ្នកអាចហៅខ្ញុំថាម៉ាក់បានទេហេតុអ្វីបានជាម៉ាក់យំទីរោគគឺប្រសើរជាងខ្មាស់គេណាស់ហេតុអ្វីបានជាអ្នកប្រតិកម្មលឿនម្លេះគាត់មិនគិតថាខ្ញុំចង់ហៅគាត់ថាបម៉ាក់ឌីមែនទេល្អណាស់ទីបំផុតខ្ញុំអាចរៀននៅវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងខ្ញុំឆ្ងល់ថាតើខ្ញុំអាចបង្កើនពិន្ទុរបស់ខ្ញុំដល់700លើកនេះដែរឬទេបងប្រុសទី2ខ្ញុំខុសកាលពីម្សិលមិញខ្ញុំបានធ្វើឲ្យបងស្រីរបស់ខ្ញុំខឹងថ្ងៃនេះប៉ាបានសុំបងស្រីខ្ញុំទៅរៀនជាមួយពួកយើងខ្ញុំពិតជានឹងសុំទោសគាត់ឲ្យបានត្រឹមត្រូវអ្នកនិយាយត្រូវមិនចាំបាច់សុំទោសគាត់ទេតាមិនចាំបាច់និយាយទេហេតើអ្នកឈឺទេតើខ្ញុំត្រូវទទួលតាក់ស៊ីនៅតំបន់វីឡានេះនៅឯណាអ្នកមិនអាចអនុញ្ញាតឲ្យវារំខានដល់ថ្នាក់របស់ខ្ញុំជំរាបសួរខ្ញុំមិននឹកស្មានថាប៉ានឹងបញ្ជូនហ្គាវយ៉ែនពីគ្រួសារហ្គាវនៅជិតផ្ទះដើម្បីទម្លាក់ខ្ញុំចោលនោះទេគាត់ហាក់ដូចជាមនុស្សដែលស៊ូសេចូលចិត្តទោះបីជាគាត់បដិសេធចំណងអាពាហ៍ពិពាហ៍ជាមួយស៊ូសេសូមអរគុណពេលក្រោយអ្នកត្រូវការអ្វីមួយគ្រាន់តែចុចកណ្ដឹងទ្វារក្បែរនោះអ្នកត្រូវតែជាសាច់ញាតិឆ្ងាយរបស់ស៊ូយីងមែនទេស៊ូជីយីនៅណាខ្ញុំបានប្រាប់អ្នកអំពីស្ថានភាពរបស់មូលដ្ឋានរបស់អ្នកខ្សោយអ្នកប្រហែលជាមិនអាចបន្តបានទេប្រសិនបើអ្នកចូលរួមថ្នាក់កម្រិតខ្ពស់ទៅថ្នាក់ធម្មតាជាមុនសិនថ្នាក់ទៀងទាត់បាទអ្នកអាចមើលងាយខ្ញុំប៉ុន្តែវាមិនអាចរារាំងខ្ញុំពីការរៀនបានទេសូមឲ្យខ្ញុំទៅថ្នាក់ធម្មតាតើអាចទៅរួចទេដែលមនុស្សគ្រប់គ្នានៅក្នុងសាលានេះមានពិន្ទុរាប់រយសូមប្រាប់ខ្ញុំអំពីថ្នាក់កម្រិតខ្ពស់តើពិន្ទុខ្ញុំគឺជាអ្វី500ពិន្ទុវិជ្ជាជីវៈគឺគាត់ជានិស្សិតសិល្បៈវគ្គសិក្សាក្រៅបណ្ដាញមួយមានតម្លៃពី30ទៅ40គាត់នៅក្នុងថ្នាក់ធម្មតាគាត់ជាសិស្សសិល្បៈក្នុងថ្នាក់ឧត្តមសិក្សាពិន្ទុនេះល្អណាស់មិត្តរួមថ្នាក់ក្នុងថ្នាក់មានទំនាក់ទំនងល្អណាស់ខ្ញុំមិនចង់ឲ្យអ្នកជ្រៀតជ្រែកជាមួយពួកគេអូក្រុមតូចរបៀបអ្នកមិនចង់ទៅថ្នាក់ធម្មតាទេខ្ញុំចង់ទៅខ្ញុំពិតជាចង់ទៅមកជាមួយខ្ញុំបើខ្ញុំនៅក្នុងថ្នាក់ដូចគ្នានឹងស៊ូជីយីនោះនឹងជាការរំខានខ្លាំងណាស់ប៉ុន្តែពួកគេមិនមានព័ត៌មានអំពីសាលាចាស់របស់ខ្ញុំទេហេតុអ្វីបានជាអ្នកជឿអ្វីគ្រប់យ៉ាងដែលស៊ូឆៃនិយាយហេតុអ្វីបានជាពិភពលោកមានអារម្មណ៍ចម្លែកម្លេះបន្ទាប់ពីយើងបានជួបជុំគ្រួសាររបស់យើងឡើងវិញលោកគ្រូលីរ៉ូវ៉លជំរាបសួរនេះគឺជាសិស្សទេពួកគេបានរៀបចំសម្រាប់អ្នកនៅក្នុងថ្នាក់របស់អ្នកគួរតែរៀបចំវាឲ្យបានរហ័សល្អនេះយកថ្នាក់រៀនចិត្តចាប់ផ្ដើមហើយសូមណែនាំខ្លួនដោយសង្ខេបដល់មិត្តរួមថ្នាក់របស់អ្នកល្អសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលេងសៃវ៉ាំមកពីខេត្តសណាខ្ញុំសង្ឃឹមថានឹងបានល្អជាមួយអ្នករាល់គ្នាសម្រាប់6ខែបន្ទាប់បងស្រីលីនតើមានគ្រូសារណាខ្លះដែលមាននាមត្រកូលលីនគាត់ឈប់និយាយតើអ្នកមកពីខេត្តឆេនដងមែនទេមិនមែនមកពីទីក្រុងរបស់យើងទេតើអ្នករាល់គ្នានៅទីនោះអស់សង្ឃឹមស្វែងរកភាពទន់ខ្សោយដ៏ធ្ងន់ធ្ងរហេតុអ្វីបានជាអ្នកនៅតែមកទីនេះគាត់គ្រាន់តែល្ងងស្ងាត់
ត្រឡប់ទៅខាងក្នុងហើយអង្គុយចុះនេះជាទីតាំងដ៏អស្ចារ្យនៅចិត្តគ្រូហើយស្ងាត់គ្មាននរណាម្នាក់រំខានខ្ញុំទេមកសិស្សយើងងាកទៅទំព័រ103នៃសៀវភៅសិក្សាមិនអីទេទីបំផុតបានដោះស្រាយអ្នកគួរតែខំប្រឹងរៀនរត់ឆ្ពោះទៅរកការប្រឡងចូលមហាវិទ្យាល័យស្ងាត់មួយសប្តាហ៍ក្រោយមកយើងនឹងរៀបចំការប្រឡងគំរូទ្រង់ទ្រីធំសាលាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសូមសិស្សានុសិស្សត្រៀមខ្លួនឲ្យបានល្អទីបំផុតមកដល់ហើយការប្រឡងคล้ายៗនឹងមកដល់ឆាប់នេះធ្វើម្ហូបដើម្បីលើកទឹកចិត្តអ្នកអរគុណម៉ាក់ខ្ញុំពិតជានឹងខិតខំភ័យណាស់រំភើបណាស់ខ្ញុំឆ្ងល់ថាតើក្រវិលមាសមានរឿងព្រេងដូចមនុស្សនិយាយឬអត់បងស្រីលើកទី1ប្រឡងក្រដាស់មាសអ្នកត្រូវតែភ័យខ្លាំងណាស់បាទការអប់រំនៅតាមជនបទគឺថយក្រោយខ្ញុំមិនអាចតាមទាន់អ្នកបានមួយរយៈកុំបាក់ទឹកចិត្តវាមិនអីទេប្រសិនបើអ្នកពិតជាមិនដឹងពីរបៀបអ្នកក៏អាចសាកល្បងសំណួរជាមូលដ្ឋានមួយចំនួនផងដែរគ្រូសាយើងមានតែមួយគត់តែសំខាន់ការញ៉ាំច្រើនប្រកាសជាជួយអ្នកធ្វើបានល្អក្នុងការប្រឡងខ្ញុំមិនទាន់បានទទួលការចុះបញ្ជីគ្រូសានៅទីក្រុងប៉េកាំងជាមួយមនុស្សហ្មងទេបងស្រីមកសាលាជាមួយយើងកុំឲ្យមានបញ្ហាដល់បងប្រុសកែវយើងនេះក៏ព្រោះតែខ្ញុំរកឃើញថាសង្សារនាំខ្ញុំទៅរៀនរាល់ថ្ងៃច្រណែនយោពមបងស្រីការប្រឡងคล้ายគឺថ្ងៃនេះហេតុអ្វីបានជាអ្នកនៅតែចងចាំវាក្យសពតើនេះជាប្រភេទនៃការបង្ខំឲ្យធ្វើកិច្ចការនៅនាទីចុងក្រោយមែនទេតង់ជើងព្រះពុទ្ធមានន័យដូចម្ដេចគ្រូរបស់យើងបានហៅការរត់នេះថាជាការរត់ដែលមានប្រសិទ្ធភាពខ្ពស់ថ្ងៃនេះគឺជាការប្រឡងលើកដំបូងរបស់ខ្ញុំតាំងពីមកពីការពិតណាស់យើងគួរតែព្យាបាលវាឲ្យបានល្អអ្នកគួរតែចាប់ផ្ដើមគិតអំពីរបៀបដែលអ្នកនឹងពន្យល់ឪពុកម្ដាយរបស់អ្នកប្រសិនបើអ្នកទទួលបានពិន្ទុទាបបំផុតនៅពេលប្រឡងទី2កុំនិយាយបែបនោះអំពីបងស្រីរបស់ខ្ញុំខ្វះសមត្ថភាពខ្លះក៏ដោយប៉ុន្តែវាគ្រប់គ្រាន់ហើយដែលនាងបានព្យាយាមនាងគ្រាន់តែចិត្តល្អពេករង្វង់ទីក្រុងប៉េកាំងកុំឆ្ងល់ថាមិត្តល្អបំផុតរបស់ខ្ញុំដែលបានបញ្ចប់ការសិក្សារួចហើយបាននិយាយថារង្វង់អិសរជនក្រុងប៉េកាំងផ្ដល់ឲ្យមនុស្សនៅនោះហើយជារបៀបដែលវាគឺជាការប្រឡងចាប់ផ្ដើមជាផ្លូវការខ្ញុំនឹងបង្ហាញអ្នកពីអានុភាពរបស់សិស្សដែលចេះតែរៀនតាមទម្លាប់ដែលបណ្ដុះតាមវិធីសមុទ្រសំនួរខ្ញុំជាសិស្សកម្ពុជាក្នុងខេត្តទាំងមូលអាចរកបាន550ពិន្ទុទោះគ្មានពិន្ទុបន្ថែមក៏ដោយខ្ញុំជាសិស្សកម្ពុជាក្នុងខេត្តដែលអាចពិន្ទុបាន550ទោះមិនមានពិន្ទុអវិជ្ជមានក៏ដោយខ្ញុំជាមនុស្សដែលម្នាក់ដែលមិនដែលឈប់សម្រាកមួយថ្ងៃទេក្រោកពីដំណេកម៉ោង5ព្រឹកហើយចូលគេងម៉ោង1នេះគឺជាពេលវេលាប្រមាញ់របស់ខ្ញុំតើក្មេងនៅក្នុងថ្នាក់ធម្មតានេះលឿនក្នុងការដោះស្រាយបញ្ហាមែនទេនេះជាលើកទី1របស់ខ្ញុំវិលមុខឬឈឺក្បាលក្រោយប្រឡងសម្រាប់ជាប្រយោជន៍នៃការរំលាយពេលការដើម្បីរស់គ្រូសាស៊ូបានទទួលការចុះបញ្ជីគ្រូសានៅទីក្រុងប៉េកាំងលោកគ្រូខ្ញុំកំពុងហុចក្រដាស់នេះគឺជាគម្ពីរត្រជាក់ប៉ាបានទទូចថាគាត់នឹងឆ្លងផុតពិន្ទុ100លើកនេះអ្នកគួររៀបចំអំណោយដ៏ធំមួយសម្រាប់គាត់អូបងប្រុសទី2និយាយវាគ្រាន់តែថាសំណួរគឺងាយស្រួលនៅពេលនេះគ្រូសាយើងពិតជាពូកែមែនហាការមានប៊ីយ៉ាងហ៊ូការចុះឈ្មោះគ្រូសាពិតជាអស្ចារ្យអ្វីដែលនៅសល់ជារៀងរាល់ថ្ងៃគឺជាសុភមង្គលអូស៊ូតើសំណួរនេះប្រៀបធៀបនឹងមុនយ៉ាងណាតើអ្នកដែលមិនមានលទ្ធភាពទៅសាលាដោយគ្មានការឧបត្ថម្ភធនពីរដ្ឋាភិបាលអាចធ្វើការប្រឡងបានយ៉ាងណាក្នុងជីវិតក្រៅពីការសិក្សាបងស្រីត្រូវតែមានជំនាញក្នុងស្រុកផ្សេងទៀតផងដែរដោះការស្ដាប់ត្រជាក់ចេញការស្ដាប់ពេលញ៉ាំអាហារជាមួយក្រុមគ្រួសារអ្វីដែលត្រូវនិយាយតើអ្នកកំពុងនិយាយជាមួយខ្ញុំទេចុះយ៉ាងណាចំពោះការប្រឡងសាកល្បងនេះសំណួរពិតជាប្រឡំលោកណាស់មិនពិបាកទេអ្នកគួរតែធ្វើបានល្អនៅពេលប្រឡងតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលទំនុកចិត្តរបស់ស្វ័នគឺជារឿងល្អគាត់ទើបតែមកពីខេត្តភ្នំសំណួរនៅទីនេះខ្ញុំមិនទាន់ប្រើវានៅឡើយទេពួកគេបានចាប់ផ្ដើមអួតអំពីវាបន្ទាប់ពីបានធ្វើការធ្វើតេស្តអនុវត្តមួយសម្លៀកបំពាក់ពិតមនុស្សទាំងនេះពិតជាចម្លែកណាស់តើអ្នកទាំងអស់គ្នាមិនមានព័ត៌មានពីមុនរបស់ខ្ញុំទេហើយអ្វីបានជាអ្នកនៅតែល្អជាមួយខ្ញុំអ្នកមិនយល់ពីខ្ញុំទេពួកគេមានព័ត៌មានរបស់ខ្ញុំប៉ុន្តែពួកគេដឹងតិចតួចអំពីខ្ញុំ
វាហាក់ដូចជាពួកគេមិនខ្វល់អ្វីទាំងអស់